ដំណើរការមាននៅក្នុងទ្វីបអាស៊ីនាពេលបច្ចុប្បន្ននេះត្រូវបានជំរុញដោយប្រទេសឥណ្ឌានិងប្រទេសចិនសូមស្វាគមន៍មកកាន់ព័ត៌មានហេរ៉ាវត្ថុរបស់ Afghan Insight ថ្ងៃទី5ខែឧសភាឆ្នាំ2025នាពេលបច្ចុប្បន្ននេះតម្លៃមាននៅតែបន្តមានការកើនឡើងច្រើនជាងពេលណាទាំងអស់ដែលសកម្មភាពតម្លៃកំពុងតែត្រូវជំរុញដោយអ្នកទិញនិងអ្នកលក់ធំៗនៅឯទ្វីបអាស៊ីដែលជាពិសេសដោយប្រទេសចិននិងប្រទេសឥណ្ឌាទោះបីជាយ៉ាងណាក៏ដោយខណៈពេលដែលប្រទេសចិននៅតែជាទីផ្សារមាសដ៏ធំបំផុតសម្រាប់ការប្រើប្រាស់មាសសរុបដែលទិន្នន័យថ្មីនេះបានចេញផ្សាយកាលពីសប្តាហ៍មុនថាឥណ្ឌាពិតជាបានវាដាច់ប្រទេសចិននៅក្នុងផ្នែកមួយដ៏សំខាន់បំផុតនៃទីផ្សារមាសយោងទៅតាមរបាយការណ៍របស់ Zerodha Fund House បានឲ្យដឹងថាប្រទេសឥណ្ឌាគឺជាអ្នកប្រើប្រាស់គ្រឿងអលង្ការមាសដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ2024ជាមួយនឹងការប្រើប្រាស់សរុបឈានដល់563តោនដែល Zerodha បានបន្តទៀតថាតម្រូវការមាសសរុបរបស់ប្រទេសឥណ្ឌាកាលពីឆ្នាំមុនគឺមានការកើនឡើងលើសពី800តោនផងដែរជាមួយនឹងការកើនឡើងនៃការប្រើប្រាស់គ្រឿងអលង្ការនិងការកើនឡើងនៃការវិនិយោគនៅក្នុងមូលនិធិជួញដូរមាសដែលជាកត្តាជំរុញដ៏សំខាន់បំផុតប្រជាជនប្រទេសឥណ្ឌាក៏បានវិនិយោគយ៉ាងច្រើនទៅលើដុំមាសនិងកាក់មាសផងដែរនៅឆ្នាំ2024ដោយប្រទេសឥណ្ឌាបានទិញមាសចំនួន239តោនក្នុងទម្រង់ជាមាសដុំហើយនិងកាក់មាសដែលបានកើនឡើង60%បើធៀបទៅនឹងឆ្នាំ2023មកដែលធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាអ្នកវិនិយោគដ៏ធំទី2លើដុំមាសនិងកាក់មាសទូទាំងពិភពលោកក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះការកាន់កាប់នៅក្នុងមូលនិធិជួញដូរមាសក្នុងប្រទេសឥណ្ឌាគឺបានកើនឡើងរហូតដល់ទៅ21ទៅ63តោនខណៈពេលដែលប្រទេសចិនក៏កំពុងតែទម្លាក់តម្លៃនៅក្នុងទីផ្សារគ្រឿងអលង្ការមាសដ៏ធំបំផុតផងដែរដែលលោកវ៉ាងលីស៊ីននាយកប្រតិបត្តិប្រចាំសាខារបស់ប្រទេសចិននៃក្រុមប្រឹក្សាភិបាលមាសពិភពលោកបានលើកឡើងថាចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនកំពុងតែមានការថមថយបន្តិចមកវិញផងដែរបន្ថែមទៅលើនេះទៅទៀតពីប្រទេសនេះក៏ជាសមាជិកនៅក្នុង BRICS ផងដែរដែលកំពុងតែនាំចូលមាសដើម្បីធ្វើពិពិធកម្មឲ្យឆ្ងាយពីលុយដុល្លារក៏ជាចំណុចមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសបន្តមានការកើនឡើងទៅបង្កើតកម្រិតខ្ពស់ថ្មីបន្ថែមទៀតនាចុងបញ្ចប់ឆ្នាំ2025នេះសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Afghan Insight